បងធ្លាប់គិតថាអូននឹងនៅទីនេះជានិច្ចទោះបីបងធ្វើបាបចិត្តប៉ុណ្ណាក៏គេមិនទៅណាតែថ្ងៃដែលផ្ទះស្ងាត់ទើបដឹងថាខ្ញុំបានបាត់បង់អ្វីនៅខាងក្រៅខ្ញុំជាមនុស្សសុភាពនិយាយទន់ភ្លន់រហូតគេសរសើរថាល្អគ្រប់យ៉ាងតែដល់ក្នុងផ្ទះបើជាមុខមួយទៀតកំហឹងពេញទ្រង់យកគ្រួសារធ្វើជាទីបាញ់ចេញពាក្យសំដីមុតជាងកំបិតចាក់ចូលបេះដូងដល់ខ្ញុំមិនដែលគិតគេនៅស្ងៀមមិនមែនព្រោះគេខ្សោយតែព្រោះគេស្រឡាញ់ទើបអត់ធ្មត់រហូតមកខ្ញុំយកសេចក្ដីល្អរបស់គេធ្វើជារឿងធម្មតាគិតថាគេនឹងទ្រាំបានគ្រប់ពេលវេលាតែគ្មាននរណាម្នាក់អាចឈឺចាប់មិនចេះចប់ហើយសាមរវល់ក៏មិនអាចលះបានរហូតស្លូតបត់ជាមួយអ្នកក្រៅឆេវឆាវនៅក្នុងផ្ទះអ្នកដែលស្រឡាញ់ខ្ញុំបំផុតបែរជាទូលបានតែទឹកភ្នែកហូរធ្លាថ្ងៃនេះគេได้ជិះទៅសុខខ្ញុំនៅជាមួយបិបាដីសាដីសុំទោសបត់ដងក៏គ្មានន័យបើមនុស្សដែលធ្លាប់ឈឺមិននៅទីនេះទៀតទេពេលខ្ញុំអង្គុយមើលរូបថតចាស់ទឹកភ្នែកធ្លាក់លឺអនុស្សាវរីយ៍ដែលធ្លាប់ស្រស់ស្អាតសំឡេងសាយធ្លាប់ឮពេញផ្ទះថ្ងៃនេះសុទ្ធតែភាពស្ងាត់តែចាក់ដោតបេះដូងខ្ញុំចង់ហៅគេត្រឡប់មកវិញចង់ប្រាប់ថាខ្ញុំបានផ្លាស់ប្ដូរឲ្យពិតមែនសូមកំដាចិនតែអ្វីក៏ដូចគឺហួសពេលដូចកញ្ចក់បែកទុកជប់ប៉ុណ្ណឹងនេះស្នាប់ប្រែកខ្ញុំរៀនបានមួយមេរៀនមិនណាយភ្លេចទេកុំពុះបាបអ្នកនៅក្វាយដូចតែគេស្រឡាញ់យើងពុតព្រោះថ្ងៃណាគេអស់ចិត្តចុងក្រោយអ្នកនឹងម្នាក់ឯងជាមួយការសោកស្ដាយមិនណាយត្រឡប់បាយបងវិលពេលវេលាឲ្យថយក្រោយខ្ញុំនឹងនៅគេជំនួសការសែកពុំហោនឹងនិយាយថាស្រឡាញ់ជំនួសពាក្យឈឺចាប់តែជីវិតគ្មានបួតអណូស្លូតមកជាមួយអ្នកក្រៅឆេវឆាវនៅក្នុងផ្ទះទើបបងថាខ្ញុំខកប៉ុណ្ណានៅថ្ងៃដែលគេលែងត្រឡប់មកខ្ញុំស្លាយដងហើយតែមិនមានសំឡេងត្រឡប់វិញសល់តែការស្កាយក្រោយគ្រប់យប់ថ្ងៃព្រោះខ្ញុំបាត់បង់គ្រួសារដោយសារដៃខ្លួនណែមនុស្សដែលយើងធ្វើបាបចិត្តញឹកញាប់បំផុតចាំតែជាមនុស្សតែស្រឡាញ់យើងបំផុតហើយទៅគេទៅបាត់ទើបយើងដឹងថាមានអ្នកណាអាចជំនួសពួកគេបានMm-hmm.